ស្រីបងប្អូនទាំងអស់គ្នាថ្មីនេះមានការអឺប្រែប្រួលតាក់ទងទៅនឹងការស្នើសុំការពលករជំនាញនេះផ្នែកអាហារដ្ឋានណាចឹងថ្ងៃនេះយើងមកពន្យល់ខ្លីៗណាថាវាប្រែប្រួលពីខ្លះចឹងដំបូងគឺព័ត៌មានហ្នឹងចេញនៅថ្ងៃទី3ថ្ងៃទី27ខែ3ណាឆ្នាំ2026យើងហ្នឹងនៅមន្ទីរតោហើយអឺច្បាប់ថ្មីហ្នឹងមានការប្រែប្រួលធំនោះគឺអឺទីមួយសម្រាប់បងប្អូននៅខ្មែរណាបងប្អូននៅខ្មែរដែលគាត់មានសញ្ញាបត្រខាងអាហារដ្ឋានហ្នឹងណាគឺគាត់លែងអាចអឺស្នើការអាហារដ្ឋានពលករជំនាញហ្នឹងមកប្រទេសជប៉ុនទៀតហើយមានន័យថាគាត់អាចឡើងមកជាជំនាញផ្នែកអាហារដ្ឋានហ្នឹងនៅក្នុងប្រទេសជប៉ុនទៅទេដោយសារតែប្រទេសជប៉ុនកំណត់ចំនួនត្រឹម50000នាក់ហើយឥឡូវវា46000ជាងនាក់ហើយណាអញ្ចឹងខ្វះប្រហែលជា4000នាក់អីទៀតទេអញ្ចឹងនិយាយកាំងសម្រាប់ថាលែងឲ្យស្នើសុំឯកសារអ្វីទាំងអស់សម្រាប់បងប្អូននៅខ្មែរមួយទៀតសម្រាប់បងប្អូននៅជប៉ុនយើងណាសម្រាប់បងប្អូនរស់នៅក្នុងប្រទេសជប៉ុនអឺមានពីរមានពីរប្រភេទណាទីមួយអ្នកដែលមានបំណងបដូរជំនាញមកខាងអាហារដ្ឋានមានន័យថាគាត់កំពុងរៀនត្រៀមគាត់មានសញ្ញាបត្រផ្នែកអាហារដ្ឋានគាត់កំពុងស្វែងរកការងារគាត់កំពុងវិភាគកំពុងអីហ្នឹងគឺខាងមន្ទីរឈប់ទទួលត្រឹមថ្ងៃទី13ខែ4ឆ្នាំ2026នេះមានន័យថាបើបងប្អូនសម្ភារអីជាប់ផ្សេងមិនដឹងទេព្រោះឯកសារមានខ្វះអីនៅអីមិនដឹងទេតែបងប្អូនមិនដាក់ត្រឹមថ្ងៃទី13ខែ4ខាងមុខនេះគឺមិនអាចស្នើសុំការពលករជំនាញខាងអាហារដ្ឋានបានទៀតទេណាសម្រាប់អ្នកដែលបដូរជំនាញណាសម្រាប់អ្នកដែលបដូរជំនាញហើយអ្នកដែលអាចដាក់ស្នើមុនណាដាក់ស្នើមុនខែ4ថ្ងៃទី13អ្នកដែលអាចដាក់ស្នើមុនបានគឺមន្ទីរនឹងតាអ្វេសនឹងពិនិត្យមើលឯកសារធម្មតាហើយប្រសិនបើចំនួន4000នោះមិនទាន់គ្រប់ទេអញ្ចឹងយើងអាចទទួលបានការពលករជំនាញកម្រិត1បានធម្មតាធ្វើការធម្មតាអឺករណីចំនួន50000នាក់អឺមួយករណីទៀតសម្រាប់អ្នកដែលកាន់កាតពលករជំនាញអាហារដ្ឋានស្រាប់មានន័យថាគាត់ជាពលករជំនាញស្រាប់ជាតុកតេគីណូផ្នែកអាហារដ្ឋានស្រាប់អញ្ចឹងគាត់ចង់ផ្លាស់ប្ដូរការងារសួរថាបានអត់បានណាទាំងមុនទាំងក្រោយគឺបានទាំងពីរណាសម្រាប់អ្នកដែលមានការពលករជំនាញផ្នែកអាហារដ្ឋានប៉ុន្តែមានហានិភ័យធំណាទីមួយបដូរទៅខាងអាហារដ្ឋានវិញបានធម្មតាគ្រាន់តែខាងមន្ទីរអន្តោប្រវេសន៍ហ្នឹងគេផ្ដល់អត្ថភាពតាមលេខរៀងដូចខាងក្រោមនិងមានកំណត់ចំនួនមានន័យថាអាចដូរបានទៅធម្មតាប៉ុន្តែត្រូវតែក្រុមចំនួនដែលនិយាយខាងកំណត់ហ្នឹង50000នាក់ហ្នឹងចឹងតាដាក់ស្នើទៅលើ50000នាក់ធ្លាក់ដូចតែគ្នាណាអត់បានការដូចគ្នាមួយទៀតករណីទោះជាក្រុម50000នាក់នឹងក៏ដោយដាក់ទៅស្នើទៅក្រុម50000នាក់ញើកាំងនឹងវាតម្លៃលើគោលការណ៍ពីរទីមួយគឺឲ្យតម្លៃទៅលើសិក្ខាកាមណាអ្នកសិក្ខាកម្មខាងផ្នែកIrio Fukushima Studio នេះអានេះមានន័យថាពេលគាត់ចប់អឺ Shisetsu Kyushoku Seizo ហ្នឹងគាត់អាចឡើងជាតុកតេគីណូបានអញ្ចឹងអ្នកដែលមានសញ្ញាបត្រហ្នឹងហើយចង់បដូរជំនាញមកខាងអាហារដ្ឋាននិយាយកាំងឲ្យអត្ថិភាពទី1ហើយអត្ថិភាពទី2ហ្នឹងគឺអ្នកដែលកំពុងកាន់កាតអឺទុកតេកាត់ស្ដូរកាន់កាតបដាអាសន្ននៅក្នុងជំនាញអាហារដ្ឋានមានន័យថាគាត់ត្រូវឡើងអាហារដ្ឋានហើយប៉ុន្តែគាត់ខ្វះឯកសារគាត់សុំកាតខាត់ស្ដូរអញ្ចឹងអ្នកហ្នឹងនឹងទទួលបានអត្ថិភាពពិសេសចំណែកឯយើងអ្នកដែលដាក់ស្នើខាងក្រោយនេះគឺនៅលេខរៀងទី3នៅឡើយទេណាអញ្ចឹងប្រសិនបើមិនខំប្រឹងដាក់ឲ្យបានមុនថ្ងៃទី4ខែ13ទេចំនួនហ្នឹងអាចមានកំណត់ចឹងណាអញ្ចឹងអាចដូរកាតបានទេណាហើយជាចុងក្រោយសម្រាប់អ្នកដែលកាន់កាតអាហារដ្ឋានពលករជំនាញនៅតែអាចបន្តនៅក្រុមហ៊ុនចាស់ធ្វើការបានធម្មតាមិនមានបញ្ហាប៉ះពាល់អីទេណាអញ្ចឹងព័ត៌មានថ្ងៃហ្នឹងមានតែប៉ុណ្្នឹងណាសូមអរគុណ